ធនាគារ Excelida ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំបំផុតបានបង្ហាញពីទឹកចិត្តដឹងគុណចំពោះវីរៈកងទ័ពដែលបានពលីដើម្បីបូរណភាពទឹកដីក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី16ខែធ្នូឆ្នាំ2025លោកបណ្ឌិតអិនចានីប្រធាននាយកប្រតិបត្តិនៃធនាគារ Excelida បានប្រកាសពីការផ្តល់ជំនួយបន្ទាន់ជាស្បៀងនិងជាមូលនិធិដើម្បីជួយដល់ជនភៀសសឹកនិងវីរៈកងទ័ពនៅសមរភូមិមុខអ្វីដែលយើងចូលរួមជាបន្ទាន់គឺ Excelida បានផ្ដល់អង្គចំនួន150តោនចំពោះមូលនិធិវិញយើងបានចូលតាមព្រឹទ្ធសភាដែលមានទឹកលុយ200លានរៀលហើយយើងឃើញសាលារៀនដែលមានផលប៉ះពាល់ហ្នឹងក៏យើងចូលទៅក្រសួងអប់រំដែរចំនួន100លានរៀលក្រៅពីជំនួយជាបន្ទាន់ Excelida ក៏បានរៀបចំកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏ធំសម្បើមសម្រាប់សម្រាលបន្ទុកបំណុលរយៈពេលវែងដល់គ្រួសារយោធិនផងដែរទី1គឺយើងធ្វើការដាក់អន់ដើម្បីមើលថាតើអនុទានប្រមាណដែលយើងត្រូវពជាក្នុងការសងអញ្ចឹងទឹកដូចចំបានជំរាបជូន$70លានសហអាមេរិកហើយអនុទានប្រមាណដែលយើងគ្រោងនឹងរົບចេញគឺរົບចេញនៅក្នុងឆ្នាំ2026ព្រោះប៉ះគ្នាឆ្នាំខែ12ដែលយើងចាប់តាមមើលចំនួន$30លានសហអាមេរិកអានេះគ្រោងនឹងរົບចេញសកម្មភាពមនុស្សធម៌ដ៏ធំនេះមិនមែនជាការចូលរួមជាបុគ្គលនោះទេប៉ុន្តែវាជាការរួបរวมនៃស្មារតីស្នេហាជាតិពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់របស់ធនាគារ Excelida និងជាការឆ្លើយតបទៅតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដែលចេញកាលពីថ្ងៃទី10ខែធ្នូឆ្នាំ2025នោះឯងគឺជាសមានចិត្តនៃការចូលរួមរបស់ការភាគីពាក់ព័ន្ធរបស់ធនាគារ Excelida ទាំងអស់ហ្នឹងគឺតាមពីភាគហ៊ុននឹករបស់យើងពីក្រុមសហភិបាលរបស់យើងពីថ្នាក់ដឹកនាំរបស់យើងនិងកម្មករយោជិតរបស់យើងទាំងអស់ហើយនឹងពីអតិថិជនរបស់យើងទាំងអស់